តសម្ភារចាលោកអ្នកស្ដាប់ទីមេត្រីក្រោយពេលដែលជួបជាមួយនឹងមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកកាលពីសប្តាហ៍មុនតំណាងរាជគណៈបក្សសង្គ្រោះជាតិដែលកំពុងមានវត្តមាននៅសហរដ្ឋអាមេរិកបានអះអាងថាមន្ត្រីសហរដ្ឋអាមេរិករូបនោះសន្យាថានឹងជំរុញឲ្យមានការដោះលែងសកម្មជនគណៈបក្សសង្គ្រោះជាតិហើយនិងមន្ត្រីបកប្រឆាំងដែលកំពុងជាប់នៅក្នុងពន្ធនាគារចាសសូមលោកនាងអញ្ជើញស្ដាប់បទសម្ភាសន៍តាមទូរស័ព្ទរវាងលោកតាំងសារ៉ាដាជាមួយនឹងលោកម៉ៅមនីវ៉ាន់តំណាងរាជគណៈបក្សសង្គ្រោះជាតិដែលមានសេចក្តីដូចតទៅបាទជំរាបសួរអាដាមម៉ៅមនីវ៉ាន់បាទជំរាបសួរបងប្អូនជនជាតិដែលស្ដាប់វិទ្យុអាស៊ីសេរីទាំងអស់បាទអាដាមតើការជួបរបស់អាដាមជាមួយមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកកាលពីសប្តាហ៍មុននឹងបានលទ្ធផលអ្វីខ្លះដែរអាដាមបាទខ្ញុំបានជម្រាបពីស្ថានភាពនយោបាយនៅស្រុកខ្មែរទី1គឺការគៀបសង្កត់មកលើអ្នកនយោបាយខ្មែរជាពិសេសគណៈបកសង្គ្រោះជាតិត្រូវបានគេចាប់ដាក់គុកជាបន្តបន្ទាប់ការរំលោភសិទ្ធិមនុស្សហើយសិទ្ធិលំនៅឋានប្រជាពលរដ្ឋយើងដែលរស់នៅក្នុងប្រជាណាចក្រកម្ពុជានឹងឯងជូនទៅមន្ត្រីក្រសួងការបរទេសហើយមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកលោកទទួលព័ត៌មាននឹងហើយលោកនឹងសន្យាថានឹងធ្វើការជាមួយនឹងរដ្ឋាភិបាលទីក្រុងភ្នំពេញបាទតើធ្វើការយ៉ាងម៉េចដែរអាដាមអាចបញ្ជាក់បានទេបាទគេថាគេនឹងខិតខំធ្វើការជាមួយនឹងមន្ត្រីរដ្ឋាភិបាលទីក្រុងភ្នំពេញហើយថ្មីនេះសហរដ្ឋអាមេរិកនឹងបញ្ជូនស្ថានទូតថ្មីឯករដ្ឋទូតថ្មីទៅក្នុងប្រជាណាចក្រកម្ពុជាហើយឲ្យខ្ញុំនឹងតំណាក់តំណងជាមួយនឹងឯករដ្ឋទូតថ្មីទៅបាទតើរដ្ឋាភិបាលសហរដ្ឋអាមេរិកយល់យ៉ាងណាដែរចំពោះការចាប់ឃុំខ្លួនសកម្មជន11នាក់និងសមាជិកព្រឹទ្ធសភាពីខាងគណៈបកសំរងស៊ីក្នុងពេលថ្មីនេះអាដាមបាទខ្ញុំបានជម្រាបទៅមន្ត្រីរដ្ឋាភិបាលអាមេរិកហើយរដ្ឋាភិបាលអាមេរិកតំណាងដោយក្រសួងការបរទេសលោកថាលោកនឹងខិតខំធ្វើការងារការទូតជាមួយនឹងរដ្ឋាភិបាលទីក្រុងភ្នំពេញដើម្បីដោះស្រាយបញ្ហានេះហើយលោកថែមទាំងនិយាយពាក្យមួយដែលធ្វើឲ្យពួកខ្ញុំមានជំនឿទុកចិត្តថាមិនឲ្យមានចាប់អ្នកនយោបាយដាក់គុកតទៅទៀតទេបាទអាដាមឥឡូវយើងងាកទៅបញ្ហាប្រទេសកម្ពុជាវិញម្ដងថាកម្ដៅនយោបាយនៅក្នុងប្រទេសកម្ពុជាហាក់ឡើងកម្ដៅជាថ្មីម្ដងទៀតគឺនៅក្នុងបរិបទនយោបាយមួយដែលកម្ពុជាបច្ចុប្បន្នហ្នឹងស្ថិតនៅចំណុចមួយដែលរដ្ឋាភិបាលចង់កែមាត្រា2នៃរដ្ឋធម្មនុញ្ញដែលចែងពីអធិបតេយ្យភាពនិងបូរណភាពទឹកដីកម្ពុជាដែលមានផែនទីខ្នាត1 លើ 100,000 បាទក្នុងនាមអាដាមជាសមាជិករដ្ឋសភាមួយរូបដែរតើអាដាមគិតថាការកែមាត្រា2នឹងធ្វើឲ្យកម្ពុជាចំណេញអីហើយខាតអីខ្លះដែរអាដាមបាទខ្ញុំយល់ឃើញថាយើងមិនត្រូវធ្វើអ្វីទៅតាមតែចិត្តយើងចង់ធ្វើណាយើងបោះបកគោព្រំដែនយើងបោះទៅផ្អែកទៅលើសន្ធិសញ្ញាជាបន្តឧទាហរណ៍ដូចជាសន្ធិសញ្ញា82 83 85ហើយអាសន្ធិសញ្ញានឹងត្រូវលុបដោយសន្ធិសញ្ញាទីក្រុងប៉ារីសរួចហើយយើងបែរទៅជានាំគ្នាអនុម័តសន្ធិសញ្ញាបន្ថែមឆ្នាំ2005ដើម្បីប្រោះព្រំអាសន្ធិសញ្ញា82 83 85រស់ឡើងវិញហើយយើងបោះតាមសន្ធិសញ្ញាហ្នឹងរួចហើយពេលដែលយើងបោះហើយយើងបែរទៅជាចង់ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឲ្យស្របទៅនឹងអ្វីដែលខ្លួនបានធ្វើពីមុនមកអានឹងមិនខុសអីគឺកាត់ក្បាលតម្រូវមួកទេហើយអាការធ្វើបែបនេះគឺធ្វើឲ្យជាតិយើងឈឺចាប់ហើយធ្វើឲ្យជាតិយើងប៉ះពាល់នៅផលប្រយោជន៍ជាតិយើងធ្ងន់ធ្ងរធំធេងណាស់ដូច្នេះมันគួរធ្វើបែបហ្នឹងទេបាទអាដាមមេបកប្រឆាំងរបស់បកសង្គ្រោះជាតិទាំងប្រធាននិងអនុប្រធានបានចាក់ចេញពីកម្ពុជាទៅបរទេសទាំងអស់តើនេះជាការកិច្ចខ្លួនមួយរយៈដើម្បីកុំឲ្យមានការជាប់ពាក់ព័ន្ធទៅនឹងការកែមាត្រា2ឬយ៉ាងណាដែរបាទអាដាមបាទខ្ញុំមិនយល់ឃើញថាគាត់គិតវេសពីបញ្ហាហ្នឹងទេព្រោះថារឿងនេះជារឿងមួយដែលគាត់មានគម្រោងតាំងពីមុនរួចមកហើយព្រោះថាលោកអនុប្រធានគឹមសុខានិងលោកប្រធានសំរងស៊ីកាលពីខ្ញុំនៅមានវត្តមាននៅក្នុងប្រទេសហ្នឹងគាត់បានប្រាប់ខ្ញុំឲ្យថាគាត់នឹងទៅអូស្ត្រាលីហើយពេលដែលខ្ញុំជម្រាបគាត់ថាខ្ញុំមកអាមេរិកនេះបាទ
ដូច្នេះខ្ញុំយល់ឃើញថានេះគឺជាការធ្វើទស្សនកិច្ចគ្រោងទុកជាមុនរបស់គាត់ទេបាទអាដាមមួយទៀតដែរលោកហ៊ុនសែនដែលថាលោកសំរងស៊ីនឹងចង់កែមាត្រា2នៃរដ្ឋធម្មនុញ្ញនេះដែរហើយថែមទាំងបានសរសេរសម្បត្តិ SMS មកលោកហ៊ុនសែនយល់ព្រមលើចំណុចនឹងទៀតប៉ុន្តែលោកសំរងស៊ីនឹងពេលត្រឡប់មកដល់កម្ពុជាថ្មីនឹងនិយាយថាលោកមិនយល់ទាស់ទេរឿងកែរដ្ឋធម្មនុញ្ញបើកម្ពុជាប្រើផែនទីមុនឆ្នាំ1933ដើម្បីចំណេញកម្ពុជាប្រសិនបើអាដាមប្រឆាំងទៅនឹងការកែមាត្រា2នៃរដ្ឋធម្មនុញ្ញតើអាដាមអាចធ្វើទៅរួចទេប្រសិនបើមេបករបស់អាដាមនឹងយល់ព្រមក្នុងការកែរដ្ឋធម្មនុញ្ញជាមួយលោកហ៊ុនសែនហើយនោះបាទខ្ញុំយល់ឃើញថាការកែរដ្ឋធម្មនុញ្ញការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនៅក្នុងសង្គមប្រជាធិបតេយ្យយើងគួរតែធ្វើវិជាមតិទៅកាន់ប្រជាពលរដ្ឋសិនបើប្រជាពលរដ្ឋគ្រប់គ្រងការធ្វើវិសោធនកម្មហ្នឹងអាហ្នឹងយើងធ្វើទៅតាមឆន្ទៈរាស្ត្រប៉ុន្តែបើយើងមិនទាន់ធ្វើវិជាមតិទេហើយយើងបែរមករួមគ្នាធ្វើវិសោធនកម្មរឿងហ្នឹងខ្ញុំគិតថាវាផ្ទុយនឹងឆន្ទៈរាស្ត្រហើយអ្នកដែលរួមដៃគ្នាធ្វើហ្នឹងនឹងទទួលខុសត្រូវចំពោះប្រព័ន្ធសាស្ត្រខ្មែរហើយបាទអាដាមប្រសិនបើមេបករបស់អាដាមចូលរួមកែមាត្រានេះមែនតើអាដាមមានកម្រងធ្វើយ៉ាងម៉េចទៀតអាដាមខ្ញុំយល់ឃើញថាខ្ញុំជាអ្នកតំណាងរាស្ត្រហើយខ្ញុំជាប់ឆ្នោតដោយសារប្រជាពលរដ្ឋខ្មែរបោះឆ្នោតឲ្យដូច្នេះខ្ញុំមិនអាចធ្វើក្បត់នឹងឆន្ទៈប្រជាពលរដ្ឋបានទេបើសិនជាយើងចង់ធ្វើវិសោធនកម្មយើងត្រូវតែរុញមាត្រាដែលយើងចង់ធ្វើវិសោធនកម្មនេះទៅសួររាស្ត្រសិនបើរាស្ត្រគ្រប់គ្រងអានឹងគឺចោះប៉ុន្តែបើរាស្ត្រមិនគ្រប់គ្រងខ្ញុំមកក៏មិនគ្រប់គ្រងតែខ្ញុំមួយជីវិតនយោបាយរបស់ខ្ញុំតាំងពីខ្ញុំចាប់ផ្ដើមធ្វើនយោបាយមកគឺអត្តមគតិខ្ញុំគឺខ្ញុំបម្រើប្រជាពលរដ្ឋខ្មែរខ្ញុំស្ដាប់តែប្រជាពលរដ្ឋខ្មែរទេបាទអាដាមមួយទៀតដែរកាលពីថ្ងៃប្រហោះរដ្ឋាភិបាលបានធ្វើការផ្ទៀងផ្ទាត់ផែនទីចំនួន18ផ្ទាំងដែលបានមកពីអង្គការសហប្រជាជាតិជាផែនទីសង្គ្រាមរបស់អាមេរិកជាមួយវៀតណាមថាដូចគ្នាទៅនឹងផែនទីដែលរដ្ឋាភិបាលកម្ពុជាប្រើប្រាស់សម្រាប់បោះបង្គោលព្រំដែនជាមួយវៀតណាមនៅពេលបច្ចុប្បន្នហ្នឹងបាទជុំវិញបញ្ហានេះតើអាដាមមានការបកស្រាយយ៉ាងណាដែរបាទការផ្ទៀងផ្ទាត់ផែនទីរបស់រដ្ឋាភិបាលនិងផែនទីដែលយកពីអង្គការសហប្រជាជាតិទៅព្រោះផែនទីហ្នឹងគឺយើងប្តឹងអង្គការសហប្រជាជាតិចំនួនតែយើងធ្វើសង្គ្រាមជាមួយយួនផែនទីនឹងហើយជាផែនទីដែលរដ្ឋាភិបាលយកទៅបោះបង្គោលព្រំដែនប៉ុន្តែផែនទីនេះវាមិនមែនជាផែនទីដែលបង្គោលណាសម្ដេចឪលោកបង្កប់ទុកនៅអង្គការសហប្រជាជាតិផែនទីដែលយើងបង្កប់ទុកនៅអង្គការសហប្រជាជាតិស្របតាមរដ្ឋធម្មនុញ្ញនោះបានជាផែនទីបង្កប់ក្នុងការបោះបង្គោលព្រំដែនឲ្យស្របទៅតាមរដ្ឋធម្មនុញ្ញរបស់យើងបាទដូច្នេះខ្ញុំយល់ឃើញថាខ្មែរទាំងអស់ត្រូវតែរកគ្រប់មធ្យោបាយទាំងអស់ដើម្បីធ្វើម៉េចរកផែនទីដែលបង្កប់ទុកនៅអង្គការសហប្រជាជាតិដើម្បីយកទៅផ្ទៀងផ្ទាត់ចំពោះបញ្ហាដែលផ្ទៀងផ្ទាត់ផែនទីនេះគឺមិនមែនផែនទីដែលក្រុមអ្នកតាក់តែងរដ្ឋធម្មនុញ្ញចំនួន93ផ្អែកទៅលើផែនទី1លើ100,000ដែលបង្កប់ទុកនៅអង្គការសហប្រជាជាតិចំនួនបង្គោលណាទេបាទអ្នកហ៊ានរិះគន់អំពីបញ្ហាព្រំដែនកម្ពុជាវៀតណាមនឹងតែងត្រូវសមត្ថកិច្ចចាប់ដាក់គុកច្បាប់ជាបន្តបន្ទាប់បើមិនអញ្ចឹងទេរត់គេចខ្លួនតែម្ដងតើអាដាមអាចប្រឈមមុខនៅក្នុងបញ្ហានេះដែរទេប្រសិនបើអាដាមទៅប្រទេសកម្ពុជាវិញហ្នឹងក្នុងនាមខ្ញុំជាតំណាងរាស្ត្រហើយត្រូវប្រជាពលរដ្ឋបោះឆ្នោតឲ្យខ្ញុំធ្វើជាតំណាងរាស្ត្រក្នុងគោលបំណងតែមួយគត់ដើម្បីឲ្យខ្ញុំទៅធ្វើការបម្រើជាតិហើយជាពិសេសខ្ញុំមុននឹងចូលកាន់មុខតំណែងជាអ្នកតំណាងរាស្ត្រខ្ញុំបានស្ពាត់វិចារប្រណិធាននៅមុខស្វ័យឆាត់ថាខ្ញុំបដិញ្ញាការពារបូរណភាពទឹកដីសូម្បីតែបូជាដល់អាយុជីវិតពួកយើងត្រូវតែហ៊ានពលិកម្មដើម្បីបំផាត់ជាតិមាតុភូមិរបស់យើងដែរដូច្នេះខ្ញុំយល់ថាក្នុងនាមយើងខ្មែរដូចគ្នាយើងមិនត្រូវចងអាឃាតជាមួយគ្នាគ្រាន់តែខ្ញុំតស៊ូមតិដើម្បីការពារបូរណភាពទឹកដីខ្មែរឲ្យបានគង់វង្សហើយបើសិនជាអស់លោកទាំងអស់នោះចាប់ខ្ញុំដាក់ទុកថាមានន័យអីសម្រាប់ខ្មែរមានន័យអីសម្រាប់ខ្មែរធ្វើឲ្យតែខ្មែរឈឺចាប់ធ្វើឲ្យតែប្រជាពលរដ្ឋខ្មែរបែកបាក់ហ្នឹងអញ្ចឹងខ្ញុំថាវប្បធម៌នេះគួរតែមិនត្រូវអនុវត្តតទៅទៀតទេខ្មែរត្រូវតែរួបរวมសាមគ្គីគ្នាធ្វើម៉េចរកដំណោះស្រាយមួយឲ្យឃើញទាក់ទងទៅនឹងបញ្ហាបូរណភាពទឹកដីនេះយើងមិនត្រូវធ្វើអីឲ្យយកចិត្តបរទេសហើយសម្រាប់ខ្មែរនេះឯងទេបាទអាដាមសូមអរគុណច្រើនចំពោះពេលវេលាជាមួយនឹងវិទ្យុអាស៊ីសេរីបាទអរគុណណាស់សូមជម្រាបលាបាទចាលោកនាងកញ្ញាទៅបានស្ដាប់បទសម្ភាសន៍រវាងលោកតាំងសារ៉ាតាជាមួយនឹងតំណាងរាស្ត្រគណៈបក្សសង្គ្រោះជាតិលោកម៉ៅមនីវ៉ាន់